តអភិវឌ្ឍទុំមុនសុធាម៉ែណយោបាយចែងចាំងរំទៀនជ្រៀលជ្រៅដួងចិត្តម៉ែទូមានស្នេហាក៏មានសុខពិតអង្គឲ្យជីវិតគាត់ប្រពន្ធកូនខ្ចីខ្ញុំខ្លួនគ្លៀតឆ្ងាយអាកាយជ្រកកោនលាក់ខ្លួនតស៊ូនៅប្រទេសដទៃជាប់ពន្ធនាគារ22ថ្ងៃទឹកដោះម្ដាយថ្លៃជួយកូនរួចរស់តស៊ូរំដោះជាតិឲ្យបានចាក់រៀបពីរបបប្រល័យជាតិអប្រិយសម្រាប់ជោគជ័យអត្ថនៃពុំសន្តិភាពគេតយងពីរួងរនថ្ងៃនេះខ្ញុំប្រជុំបន្ទាន់ដើម្បីប្រាប់សមាមិត្តទាំងអស់គ្នាថារណសេរីសង្គ្រោះជាតិស្អីគេនោះដែលវិទ្យុវាផ្សាយលើជីដែនស្រុកយួននិងបញ្ជីឈ្មោះរូបថតដែលបាចតាមខិត្តប័ណ្ណមានអាមួយនោះឈ្មោះអាសម្រេចវាជាកូនអ្នកឃុំពីមកោះស្នាស្រុកស្ទឹងត្រង់នេះឈ្មោះដើមរបស់វាគឺអាប៊ុនណាល់ឥឡូវនេះវាជាអ្នកដឹកនាំកម្ពុជាម្នាក់ក្នុងចំណោមអ្នកដឹកនាំជាង10នាក់វាមានវ័យក្មេងជាងគេតែវាក៏មានអំណាចខ្លាំងណាស់ដែរព្រោះវាមានកងទ័ពច្រើនដោយសារវាក្បត់អង្គការយូរហើយតើសមាមិត្តប្រធានឃុំពីមកោះស្នាបានដឹងដែរឬទេនឹងសមាមិត្តប្រធានស្រុកឈ្មោះប៊ុនណាល់នេះស្លាប់តាំងពីឆ្នាំ1977ម្លេះគឺស្លាប់ពេលប្រយុទ្ធជាមួយនឹងកងទ័ពជួននៅតាមព្រំដែនជួនខ្មែរប្អូនស្រីវា2នាក់បានយកដំណឹងនេះមកប្រាប់ឪពុកម្ដាយនិងអង្គការនៅភូមិពីមកោះស្នានេះដោយខ្លួនឯងល្ងើពកថ្ងាស់មែនអាប៊ុនណាល់ដែលងាប់ពីឆ្នាំ1977នោះហើយដែលជាអាសម្រេចដឹកនាំកងទ័ពក្បត់តាំងពីឆ្នាំ1977ដែលសមាមិត្តប្រធានភូមិភាគ304កែពកឲ្យពួកយើងបញ្ជូនកម្លាំងទៅភូមិភាគ203គឺទៅវាយកងទ័ពអាប៊ុនណាល់ហៅអាសម្រេចនេះហើយ
ព្រោះវាជាមេដឹកនាំធំជាងគេនៅត្រើយខាងកើតទន្លេមេគង្គមើលរូបថតនៅក្នុងខិត្តប័ណ្ណនេះតើស្តៀងឪពុកវាឬអត់សុំទោសលោកប្រធានស្រុកខ្ញុំអត់ដឹងសោះឲ្យពួកវាបោកប្រាស់បានហើយចាត់ទុកឪពុកម្ដាយវាជាអ្នកមានគុណបំណាច់របស់បដិវត្តអង្គការទៀតមិនអីទេខ្ញុំចាត់ការវាទាំងសម្បុកនៅពេលល្ងាចនេះតែម្ដងកូនមកជុំគ្នាអស់ហើយបាទហើយបានគ្នាប្រមាណអ្នកកូនសាកូនសេងបាទពុកខ្ញុំប្រមូលគ្នាពីភូមិដីលើបានជាង30នាក់ហើយដកអាវុធពីពួកបាក់ទ័ពបានជាង50ដើមទៀតហើយខ្ញុំស្ទាក់ផ្លូវពួកអាវខ្មៅដែលបាក់ទ័ពនៅព្រះនដូងបានកំភ្លើងជាង100ដើមតែមនុស្សកាន់អាវុធមានតែជាង40នាក់តែប៉ុណ្ណោះនៅសល់អាវុធថែមទៀតហើយពួកបាក់ទ័ពចេះតែរត់មកបណ្ដាព្រោះកងទ័ពរំដោះបានកាន់កាប់ខេត្តក្រចេះទាំងមូលហើយឥឡូវកំពុងរលមកស្រុកស្ទឹងត្រង់ស្រុកក្រូចឆ្មាគឺមកសងខាងទន្លេតែម្ដងហើយពួកអាវខ្មៅគិតតែពីរត់គ្មានតដៃបានទេកូនណាននិយាយប្រាប់ពុកតាំងពីគេមកលេងនៅដើមឆ្នាំ1977ម្លេះថាមុខព្រួញតាមទន្លេពីកចេះចុះមកអាចជាមុខព្រួញវាយលឿនហើយពួកអង្គការអាចរត់ចុះតាមផ្លូវនេះឯងអូនកូនឯងនិយាយត្រូវតាំងពី72ឆ្នាំមុនម្លេះឥឡូវនេះយើងមានកម្លាំងជិត80នាក់អាវុធជិត200ដើមត្រូវចាត់ការបន្ទាន់ព្រោះខិត្តប័ណ្ណដែលខាងកូនណាល់បាចប្រមាណថ្ងៃហើយនេះអង្គការនៅទីនេះច្បាស់ជាដឹងថាឈ្មោះសម្រាប់នេះគឺជាកូនណាល់ហើយបើយើងមិនចាត់ការវាមុនទេវានឹងចាត់ការយើងជាមិនខានឡើយណាកូនឥឡូវត្រូវចាត់ការតាមរបៀបណាទៅពុកត្រូវចែកកម្លាំងជា3ពុកនៅទីនេះជាមួយចាស់ដែលអាចកាន់កំភ្លើងបានម្ដាយប្រពន្ធកូនត្រូវប្រមូលផ្ដុំគ្នានៅទីនេះទាំងអស់ឯកូនសានត្រូវនាំកម្លាំងចាំស្ទាក់ផ្លូវពួកបាក់ទ័ពដោះអាវុធពីពួកនេះទាំងអស់ហើយត្រូវរងចាំចាប់ដៃជាមួយនឹងកងទ័ពរំដោះរបស់រណសេកុនណាល់ចំណែកកូនសេងត្រូវនាំកម្លាំងទៅពាត់ចាប់ប្រធានឃុំប្រធានសហគមន៍ហើយយកទាំងអង្គយកចានឆ្នាំងចែកឲ្យប្រជាជនដាំបាយស៊ីបាទពុកកម្លាំងយើងចាប់ផ្ដើមប្រមាណ80នាក់តែកុំភ័យឲ្យតែមានចលនាផ្ទុះឡើងមិនខ្វះទេកម្លាំងចូលរួមខ្លាចតែខ្វះអាវុធព្រោះថាភូមិយើងនេះសុទ្ធតែគ្នាឯងស្រាប់ហើយឧផានអាប្រធានឃុំប្រហែលទឹកមកពីមន្ទីរស្រុកហើយយើងពួនរងចាំមើលវាបន្តិចវាធ្វើអីហ្នឹងស្ពាយកំភ្លើងអាការស្វាយបត់ផងហើយមានកងឆ្លូក3-4នាក់រត់តាមពីក្រោយទៀតនិងស្ពាយកំភ្លើងសេកសេទៀតផងនោះអញក្តៅណាស់វាបោកអញអស់ប្រមាណខែតម្រាំដឹងអញជួយវាមិនតិចទេជប់នេះអញសម្លាប់យ៉ាងពូជតែកូនខ្នងរឹងក៏អញមិនទុកផងឆ្វេងតម្រាំនឹងឯងដឹងនោះវាហួសពេលទៅហើយលើកដៃឡើងលើហើយទម្លាក់កំភ្លើងចុះទាំងអស់គ្នាឲ្យចាប់ខ្លួនតាមស្រួលទៅព្រោះបើតដៃមុខតែអញបាញ់ងាប់បងស្រីខ្ញុំសុកចិត្តឲ្យចាប់ខ្លួនសុំកុំបាញ់ខ្ញុំណាល្អហើយតែសុំចងឲ្យលោកមេឃុំឯបងប្អូនកងឆ្លប់ទុកកំភ្លើងឲ្យនាំគ្នាទៅផ្ទះចុះទៅយកអង្គម្នាក់10កំប៉ុងទៅដាំបាយឲ្យប្រពន្ធហូបនៅឯផ្ទះជាមួយប្រពន្ធកូនទៅកុំខ្លាចអីតែកុំកាន់កំភ្លើងបំរើអង្គការទៀតស្ដាប់បានទេអរគុណហើយបងប្រុសកំភ្លើងនៅទីនេះស្រាប់ឯក្របមាននៅក្នុងផ្ទះសមាមិត្តប្រធានឃុំទៀតសុំទៅយកចុះខ្ញុំសុំតែយកអង្គផ្ញើប្រពន្ធទេទៅចុះទៅបានសុខណាហើយកុំធ្វើបាបប្រជាជនទៀតឬទេបាទ
ស្រុកទេសបានរំដោះហើយតោះពួកយើងនៅគ្នាជ្រៀងរំលាយសបាយទៅទាំងចាស់ទាំងក្មេងមកជុំគ្នាមកមែនហើយតាមើលគេខ្ញុំរំដែរតាហើយជ្រៀងទៅប្រជុំគ្នារីករាយសប្បាយចិត្តអុយហើយចាំចៅនោះរំអីក៏សំមែនណាមើលតាវាអើយមើលណោះមកសៅមែនហើយចូលរំដែរតាវាលឺចូលសំលេងឲ្យតាហឹងអង្គកពេញទាំងភូមិដូចជាផ្ទះប៉ោតផ្ទះស្គររំផងគេធ្វើអីនឹងចុះបាត់អភេននឹងអាចជួយវាទៅណាហើយតាវាសំលេងស្គររំវងស្រែកជាខុសអីផងណាប្រហែលជាអភេននឹងអាចជួយនោះវារត់ទៅមើលគេបាត់ទៅហើយក៏មិនដឹងពុកម៉ែទៅណាអត់ទៅហើយនេះអ្នកណាគេឡើងមកដូចជាឪអាសានណាឡើងមកកូនហើយបានស្អីនឹងហើយលឺសំឡេងស្អីឲ្យទៅហឹងពេញតែភូមិនឹងអាកូននេះពុកម៉ែអត់ទាន់ដឹងទេស្រុកភូមិរបស់យើងត្រូវបានរំដោះហើយណាបានរំកំពង់ចាមក៏ចេះមណ្ឌលគិរីរតនគិរីស្ទឹងត្រែងព្រះវិហារកំពង់ធំព្រៃវែងស្វាយរៀងរំដោះអស់ហើយរំដោះអស់ហើយវិទ្យុរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាបានផ្សាយពីព្រឹកមិញនេះថាទីក្រុងភ្នំពេញក៏ជិតរំដោះហើយព្រោះកងទ័ពរំដោះដែលមានជំនួយពីកងទ័ពវៀតណាមវាយលឿនណាស់ទើបបាន33ថ្ងៃទេចាប់ពីថ្ងៃបង្កើតរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃ2ធ្នូឆ្នាំ1978មកដល់ថ្ងៃ5មករាឆ្នាំ1979នេះគឺវាយយកបានចិត្តអស់ទៅហើយតាវាពួកអង្គការរត់ឲ្យផាសកញ្ញាំឯបងប្អូនក្នុងភូមិយើងដឹកនាំដោយកូនសាននិងកូនសេងប្រមូលអាវុធពីពួកបាក់ទ័ពបានជាង600ដើមឯណោះដល់ម្លឹងផងហើយចាប់អាប្រធានឃុំទៀតតែយើងមិនបានធ្វើបាបវាទេអប់រំវាហើយដោះលែងឲ្យវាទៅផ្ទះកុំយកកម្មយកពៀជាមួយវាទោះជាវាបានសម្លាប់អូនថននិងក្មួយ4នាក់ទៀតក៏ដោយចុះស្ងាត់រំដោះភូមិស្រុកពុកមើលឃើញផ្កាយដល់កតុយតាំងពីមួយឆ្នាំមុនម្លេះពេលដែលចៅណាល់គេមកលេងពុកក៏និយាយប្រាប់ប្រពន្ធចៅណាល់ដែរកាលពីឆ្នាំទៅចុះបានដំណឹងអីពីចៅណាល់ទេហើយចៅសានចៅសេងគេចេះដឹកនាំកម្លាំងដណ្ដើមកំភ្លើងអីផងណោះពុកម៉ែកូនណាល់គេសុខសប្បាយទេនេះរូបថតគេនៅក្នុងខិត្តប័ណ្ណនេះគេដឹកនាំការតស៊ូតាំងពីយូរមកហើយគេប្រាប់ខ្ញុំឲ្យត្រៀមខ្លួនតាំងពីគេមកលេងកាលពីដើមឆ្នាំម្លេះឥឡូវនេះគេខ្លាចជាអ្នកដឹកនាំមួយរូបក្នុងគណៈដឹកនាំប្រទេសកម្ពុជាយើងនេះចៅណាល់ចៅជីដូនយាយខំបន់ច្រានឲ្យទេវតាមកជួយចៅត្រង់ជីវិតមនុស្សលោកបើជាមកប៉ះអាចចៅខ្លួនឯងតែអញធ្វើឈ្មោះបកើតក្បាលវាសោះណាតែណែឪអាសាណាអញថាចម្លែកគឺចម្លែកមែនបាទកូនមានចាំទេនៅពេលចណៅកើតណាចំថ្ងៃពេញបរមីទឹកធំកូនឯងអុំទូកមកយកម៉ែទឹកយប់ពេលចណៅកើតបានភ្លាមដូចជាមានខ្យល់អ្វីទេចម្លែកមកប៉ះមុខម៉ែធ្វើឲ្យម៉ែភាំងស្មារតីមកផ្លែតបានលឺចៅណាល់យំម៉ែបាននិយាយប្រាប់ប្រពន្ធចៅណាល់ដែរពេលប្រពន្ធគេមកលេងជាមួយម៉ែហើយចៅណាល់ណាទៅរៃទឹកដាក់ពាងចៅណាល់ចៅកំសត់ជាងគេលំបាកជាងគេតែចៅបានជួយប្រជាជនខ្មែរទូទាំងនគរយាយចាត់ទុកថាបានធ្វើបុណ្យតាមរយៈចៅទៅចោះព្រោះយាយជាឈ្មោះបកើតចៅឡើងគំរំបានរំដោះរួចផុតពីទុក្ខនោះស្លាប់អស់កូនមួយចៅ4នាក់ហើយប្រជាជនខ្មែរ
ก็มันดังท่าออกประมาณพวกอ่อนศาสนาสำหรับขมีหรือมุกตีเจ้านาเจ้ามันกรอนแต่จิตเจ้ากัดตันอยู่เจียมบวยที่โดนจิตาตีเจ้าเจียมันลุกกัดตันอยู่สำหรับปุจีจนขมายตู้แตงนกไอ้ยังวิ่งฉลามเดียขยมอายุเก่าสับมวยฉลามหาเจียไอ้ก็อายุเก่าสับฉลามได้จ่าเอาหายแต่บางคืนปุจีจนรุ่ยพอดไปสักได้สลับเกี่ยสมนางนักหายนะก็มีจองบานเอาไว้ปีเจ้าตีสมอ๋อจัดเจ้าช่วยอำเภอละอ๋อเจียมวยปุจีจนเตาตาหนึ่งใหญ่สลับบัดพเนจตหายปกหมายก็อาจเกิดไปหรือสลับไอ้ขมีนดหนาสำหรับเชียงเตียตีปกอมใบมิงหมายวีวิกนบันซอมชรูสงเอาจะอันเพลียนก็ค้อมยกมาจูนปกไม้ปีศาหนึ่งบานจมรีปกไม้ไปโกนนาลทองให้จงบัดอเพนอาโจยเบตนาอตหายหมายมันดึงไปนอมขณีตนะนูมาให้ให้จะไอ้เสียแปะไอ้ตาเฮียนพองให้เวกตนาได้เจ้าเย่ตาขยมสมตัวช่วยกองตัวพายดำใบซองสักเอาปกขยมหนึ่งบองขยมอ่อนจัดหนึ่งบองซานบองเซนะได้ดอเลงอาประเด็นคุมได้สำหรับปกหนึ่งบองขยมอาเพนอาโจกมกูดนะกมจองกำจองปีงเกตุกเกรัวพองเตนาเจ้าเลยเจ้าอันเนี่ยให้แบบพวกอันเตออันนึกจมูกเนี่ยนะเนี่ยกมเตนาเจ้าดีหนึ่งตาในเจ้าแม่หน่อยยี่ตาจ่าเอาหอยนะเจ้านมปิงรุมดอกอย่างสรงหายประชีชนขมายก็บางรูปลางวิญญาณสมัยเชียคุกโตปรติปีก็กระภูมิแดนกัมพูชีรุมเพิบหยอบหยอปรือโลมีกรองตีไม่คีคลาตระจองเมื่อเมาเคยเจเชียดอกปี30 នាទីពេលថ្ងៃត្រង់ត្រូវថ្ងៃអាទិត្យពិតផូរផង់ពេលនោះឯងហងទី7ក្នុងខែមករាឆ្នាំ79កបជួននៅចុងឆ្នាំមមី6កើតខែបុស្សនោះពេញទីនេះជាទិវាប្រវត្តិសាស្ត្រទុំជាតិប្រាសាទកំពូល5រេរំអៃដោះដែនអាកាសក្រោមផ្ទៃសូរិយាភ្លឺត្រចះចាំងច្បាស់រស្មីក្រហមឆ្អៅពន្លឺបដិវត្តបរិសុទ្ធល្អវែកមុខឃាតករខោអាវខ្មៅប៉ុលពតសារីពីលកំឡៃយកទ្រឹស្ដីម៉ៃមកអនុវត្តម៉ោងនឹងថ្ងៃនឹងវេលានោះរបបទុរយុសត្រូវរលត់រលំរលើងប៉ើងខ្ចាយខ្ចាច់ចរន្តបដិវត្តខ្លាំងមហិមា